ខ្សែបម្រើទាំង10រូបដែលរកក្របបាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់សួស្តីប្រិយមិត្តអ្នកស្ដាប់ Channel ពិភាក្សាទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីជាមួយនឹងខ្ញុំវិញម្ដងទៀតហើយនៅអេពីសូតមុនខ្ញុំបានលើកយកប្រធានបទកីឡាករទាំង10រូបដែលរកក្របបាល់បានច្រើនជាងគេប្រចាំព្រឹត្តិការណ៍ El Clasico ប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់បានទៅទស្សនាទេអាចចូលទៅទស្សនាក្នុង Channel ពិភាក្សាកីឡាបាននៅថ្ងៃនេះដែរខ្ញុំសូមលើកយកប្រធានបទមួយគឺខ្សែបម្រើទាំង10រូបដែលរកក្របបាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺជាការលេងជាក្រុមហើយវាទាមទារឲ្យកីឡាករទាំង10រូបមានសមត្ថភាពនិងទេពកោសល្យមួយចំនួនដើម្បីលេងជាមួយគ្នាឲ្យស៊ីចង្វាក់និងធ្វើឲ្យក្រុមកាន់តែខ្លាំងដើម្បីដណ្ដើមយកពានដ៏ពិបាកមួយចំនួននៅជុំវិញពិភពលោកកីឡាករទាំង10រូបនៅលើទីលានតែងតែដឹងពីទូនាទីនិងលេងតាមបរិបទរបស់ពួកគេរៀងៗខ្លួនហើយជាធម្មតាមានតែខ្សែប្រយុទ្ធតែប៉ុណ្ណោះដែលតែងតែជាអ្នករកគ្រាប់បាល់បានស្ទើរតែរាល់ការប្រកួតប៉ុន្តែមិនមែនតែខ្សែប្រយុទ្ធទេដែលអាចរកគ្រាប់បាល់បានច្រើននោះសូម្បីតែខ្សែបម្រើក៏អាចរកគ្រាប់បាល់បានច្រើនមិនចាញ់ខ្សែប្រយុទ្ធប៉ុន្មានដែរហើយដូច្នោះហើយទើបនៅក្នុងថ្ងៃនេះដែរខ្ញុំសូមលើកយកប្រធានបទចំណាត់ថ្នាក់ខ្សែបម្រើទាំង10រូបដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំប្រវត្តិសាស្ត្ររបស់បាល់ទាត់ដោយស្ថិតិទាំងអស់នោះខ្ញុំរាប់ចំនួនគ្រាប់បាល់ពេញមួយអាជីពរបស់ពួកគេតែម្ដងចំណាត់ថ្នាក់លេខ10បានទៅលើកីឡាករ Steven Gerrard គឺជាកីឡាករសញ្ជាតិអង់គ្លេសដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេលវេលា Gerrard មិនត្រឹមតែជាអ្នករកគ្រាប់បាល់បានច្រើនពីតំបន់បម្រើកណ្ដាលប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ជាម្នាក់ដែលតែងតែស៊ើបបញ្ចូលទីនៅពេលវេលាដ៏អស្ចារ្យមកផងដែរមិនត្រឹមតែប៉ុណ្ណោះទេគេបានឃើញក្នុងកំឡុងពេលដែលក្រុមហង្សក្រហម Liverpool ឈ្នះការប្រកួតក្នុងវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Champions League នៅពេលកណ្ដាលទសវត្សរ៍ឆ្នាំ2000នៅពេលដែល Gerrard មិនត្រឹមតែស៊ើបបញ្ចូលទីដ៏អស្ចារ្យតជាមួយនឹងក្រុម Olympics ដើម្បីបញ្ជូនក្រុមហង្សក្រហម Liverpool ឡើងទៅវគ្គបន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាក្របបាល់មួយក្នុងការវាយបកដ៏រំភើបតជាមួយនឹងក្រុម AC Milan នៅទីក្រុង Istanbul ផងដែរការស៊ើបបញ្ចូលទីពីចម្ងាយ30យ៉ាតដល់ល្បីឈ្មោះរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះក៏បានកាត់ឡើងក្នុងកំឡុងពេលដែលក្រុមហង្សក្រហម Liverpool វាយបកយកឈ្នះលើក្រុមញញូធំ West Ham United ក្នុងវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ FA Cup ហើយមានពេលវេលាជាច្រើនទៀតដែលគាត់បានបង្ហាញសមត្ថភាពល្អៗនៅពេលដែលចាំបាច់ជាកីឡាករឆ្នាំសម្រាប់ឱកាសធំៗGerrardក៏ជាកីឡាករដ៏ល្អបំផុតម្នាក់ពេញមួយអាជីពជាកីឡាកររបស់គាត់Gerrardរកគ្រាប់បាល់បានចំនួន206ប្រកួតនិងបានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីឆ្នាំ2017កន្លងទៅចំណែកថ្នាក់លេខ9បានទៅលើកីឡាករសញ្ជាតិប្រេស៊ីលកាកាអតីតកីឡាកររបស់ក្រុមអាត្រីសរៀលម៉ាឌ្រីតនេះគឺជាកីឡាករសញ្ជាតិប្រេស៊ីលដ៏ល្អបំផុតគ្រប់ពេលវេលាហើយគាត់តែងតែបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់គាត់នៅលើទីលានជានិច្ចកាកាធ្លាប់ឈ្នះពានរង្វាន់ម្ល៉ោះដកក្នុងឆ្នាំ2007ដែលកាលនោះគាត់គឺជា Superstar ជើងមុខរបស់ក្រុម AC Milan ផងដែរដោយរជ្ជកាលឆ្នាំ2007គឺជារជ្ជកាលមាសរបស់កាកានិងក្រុម AC Milan តែម្ដងកាកាកើតចំសម័យកាលដែលសម្បូរទៅដោយកីឡាករដែលមានទេពកោសល្យជាច្រើនប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរបស់គាត់ទាំងយប់ទាំងថ្ងៃទើបនៅទីបំផុតគាត់បានក្លាយជាខ្សែបម្រើម្នាក់ដែលគេគ្រប់គ្នាទទួលស្គាល់នៅជុំវិញពិភពលោកខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងឆ្នាំ2017ហើយគាត់បានបង្ហាញខ្លួនលេងលើទីលានសរុបរហូតដល់680ប្រកួតនិងរកគ្រាប់បាល់បាន237គ្រាប់ចំណែកថ្នាក់លេខ8បានទៅលើកីឡាករសូក្រាតគឺជាកីឡាករប្រេស៊ីលបារាំងដែលមនុស្សគ្រប់គ្នាស្វែងតែស្គាល់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ1970និងឆ្នាំ1980គាត់មានខ្សែជីវិតផ្ទាល់ខ្លួនដ៏កម្រមួយដោយចូលចិត្តការជក់បារីផឹកស្រានិងមិនចូលចិត្តធ្វើការវឹកហាត់នោះឡើយប៉ុន្តែទម្រង់របស់គាត់នៅលើទីលានវិញគឺពិតជាអស្ចារ្យខ្លាំងណាស់គាត់មិនដែលរអិលដួលនៅលើទីលានដោយសារតែរាងកាយខ្ពស់របស់គាត់ទេប៉ុន្តែគាត់មានធ្វើជើងយ៉ាងខ្លាំងដែលធ្វើឲ្យគូបដិបត្តិរបស់គាត់មានការខ្លាចរអាចំពោះគាត់យ៉ាងខ្លាំងសូក្រាតបានលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលរយៈពេល7ឆ្នាំដោយស៊ើបបញ្ចូលទីបាន22គ្រាប់និងបានធ្វើជាប្រធានក្រុមរបស់ក្រុមសាបាប្រេស៊ីលក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន2លើកគាត់បានធ្វើជាប្រធានក្រុមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ1982ដោយលេងនៅតំបន់ខ្សែបម្រើកណ្ដាលជាមួយនឹងកីឡាករ Zico, Falcao, Coutinho, Chesrico និងកីឡាករ Eder ដែលត្រូវបានគេចាត់ទុកថាជាក្រុមជម្រើសជាតិប្រេស៊ីលដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មានពីមុនមកសូក្រាតបានសម្រេចចិត្តព្យួរស្បែកជើងពីវិស័យបាល់ទាត់ក្នុងឆ្នាំ1982ដែលក្នុងពេញមួយអាជីពជាកីឡាកររបស់គាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន566ប្រកួតនិងស៊ើបបញ្ចូលទីបាន258គ្រាប់ចំណែកថ្នាក់លេខ7គឺបានទៅលើកីឡាករ Frank Lampard គឺជាកីឡាករសញ្ជាតិអង់គ្លេសដ៏ល្អបំផុតម្នាក់គ្រប់ពេលវេលាគាត់បានជួយឲ្យក្រុមតា Chelsea ឲ្យឈ្នះពានរង្វាន់ Premier League ចំនួន3គ្រឿង
និងឈ្នះពានរង្វាន់ UEFA Champions League ជាមួយមួយគ្រឿងផងដែរកីឡាករឆ្នាំរបស់ក្រុមតៅខេ Chelsea រូបនេះបានប្រកាសចូលនៅវត្តពីវិស័យបាល់ទាត់ក្នុងឆ្នាំ2017កន្លងទៅហើយនាពេលបច្ចុប្បន្ននេះក៏កំពុងតែប្រកបអាជីពធ្វើជាគ្រូបង្វឹកម្នាក់ផងដែរប្រាំឡើងផាំងមិនដូចជាខ្សែបម្រើធម្មតាទេព្រោះគាត់តែចូលចិត្តអូសបាល់ទៅមុខជានិច្ចដល់ប្រើប្រាស់ល្បឿននិងកម្លាំងរបស់គាត់ដើម្បីធ្វើការដាក់សម្ពាធទៅលើគូប្រកួតប្រាំឡើងផាំងបង្ហាញខ្លួនលេងលើទីលានចំនួន1002ប្រកួតនិងសិតបំពងសម្ដែងទីរហូតដល់297គ្រាប់ចំណាត់ថ្នាក់ទី6គឺបានទៅលើកីឡាករ Bobby Charlton ពីតារាឆ្នាំអង់គ្លេសម្នាក់ប្រែក្លាយទៅជាកីឡាករដែលមានសមត្ថភាពលេចធ្លោរាប់ទសវត្សរ៍មុនរឿងរ៉ាវរបស់ Bobby Charlton គឺជារឿងរ៉ាវនិទានក្នុងន័យខ្លះគាត់បានជំនះឧបសគ្គរួមទាំងគ្រោះមហន្តរាយធ្លាក់យន្តហោះនៅទីក្រុងម៉ូនិចដ៏សោកសៅដើម្បីលេងឲ្យក្លឹបដ៏ធំបំផុតមួយនៅក្នុងលោកមុនប្រកាសចូលនៅវត្តពីវិស័យបាល់ទាត់ក្នុងឆ្នាំ1973ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អដែលបានធ្វើឲ្យគាត់បានបញ្ចប់ចំណាត់ថ្នាក់ក្នុងបញ្ជីលេខរៀងទី2ក្នុងពានរង្វាន់ Ballon d'Or ឆ្នាំ1972និងឆ្នាំ1968ជាមួយនឹងគ្រាប់បាល់249គ្រាប់ក្នុងការបង្ហាញខ្លួនលេងលើទីលានចំនួន909ប្រកួតសម្រាប់ក្រុមបិសាចក្រហម Manchester United មានតែកីឡាករ Varney តែប៉ុណ្ណោះដែលរកគ្រាប់បាល់បានច្រើនជាងនេះហើយខ្សែបម្រើចាប់ភាសារុកនេះតែងតែត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទឹកប្រសពបំផុតដោយសារតែរឿងទាំងអស់នេះចំណែកថ្នាក់ទី5បានទៅលើកីឡាករ Jan Koeman នៅក្នុងបញ្ជីឈ្មោះតារាបាល់ទាត់ល្បីៗកីឡាករ Jan Koeman ពុំសូវល្បីដូចជាកីឡាករដទៃប៉ុន្មានទេប៉ុន្តែគ្មានការសង្ស័យនោះទេដែលថាគាត់ពូកែខ្លាំងណាស់នៅក្នុងប្រទេសកំណើតរបស់គាត់គឺប្រទេសប៊ែលស៊ិកនោះឯងខ្សែបម្រើសញ្ជាតិប៊ែលស៊ិកនេះត្រូវបានគេមើលឃើញថាជាកីឡាករប៊ែលស៊ិកដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេលវេលាគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន96លើកសម្រាប់ប្រទេសកំណើតរបស់គាត់ដែលជាកំណត់ត្រាដែលមានរយៈពេល26ឆ្នាំរហូតត្រូវបានវាបានបំបែកកំណត់ត្រាដោយការបង្ហាញខ្លួនលើកទី97របស់កីឡាករ Jan Vertonghen ក្នុងឆ្នាំ2017កន្លងទៅគាត់ក៏នៅតែកាន់កាប់កំណត់ត្រាសម្រាប់ការបង្ហាញខ្លួនលេងច្រើនបំផុតនៅក្នុងលីកអាជីព Basic ជាមួយនឹងការបង្ហាញខ្លួនរហូតដល់517ប្រកួតទោះជាយ៉ាងណាក៏ដោយពេញមួយអាជីពដ៏អស្ចារ្យរបស់គាត់ក៏បានធ្វើការស៊ើបបញ្ចូលទីរាប់មិនអស់ផងដែរដោយគាត់បានបង្ហាញខ្លួនលេងលើទីលានសរុបរហូតដល់727ប្រកួតនិងសិតបំពងសម្ដែងទីរហូតដល់314គ្រាប់ចំណែកថ្នាក់ទី4បានទៅលើកីឡាករ Thibaut Courtois សម្រាប់ប្រទេសនីមួយៗវាជារឿងធម្មតាទេសម្រាប់ការពិភាក្សាដ៏លំបាកមួយដើម្បីសម្រេចចិត្តថាតើកីឡាករដ៏អស្ចារ្យមួយណាដែលល្អបំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេតែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ប្រទេសប៉េរូវិញវាមិនមែនជាការលំបាកក្នុងការវិនិច្ឆ័យនោះទេព្រោះឯកីឡាករ Courtois គឺជាកីឡាករដ៏ល្អបំផុតរបស់ពួកគេគ្រប់ពេលវេលាតែម្ដងគ្រប់គ្នាបានដាក់រហស្សនាមឲ្យគាត់ថា El Nene គាត់បានជួយឲ្យប្រទេសប៉េរូឈ្នះពានរង្វាន់កូប៉ាអាមេរិកាកាលពីឆ្នាំ1975ខណៈដែលពេលបន្ទាប់គាត់ក៏បានចូលនៅវត្តពីវិស័យបាល់ទាត់ហើយវីរបុរសរបស់សញ្ជាតិប្រេស៊ីលគឺកីឡាករប៉េឡេដែលជាកីឡាករដ៏អស្ចារ្យម្នាក់គ្រប់ពេលវេលាបានជ្រើសរើសគាត់ធ្វើជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់ក្នុងចំណោមកីឡាករទាំង125នាក់ក្នុងបញ្ជីរបស់ FIFA ស៊ឹបបាឡាស់គឺបានសម្រេចជាព្យួរស្បែកជើងពីវិស័យបាល់ទាត់កាលពីឆ្នាំ1989แล้วគាត់បានបង្ហាញខ្លួនលេងលើទីលានចំនួន559ប្រកួតនិងស៊ើបបំផុសស្នាញ់ទីរហូតដល់342គ្រាប់ឯណោះចំណែកថ្នាក់លេខ3បានទៅលើកីឡាករ Michel Platini ខ្សែបម្រើសញ្ជាតិបារាំង Michel Platini គឺជាខ្សែបម្រើម្នាក់ដែលមានភាពជោគជ័យយ៉ាងខ្លាំងជាពិសេសនៅពេលដែលរត់លោតប្រកបអាជីពលេងឲ្យក្រុមសេះបង្កងជាបន្ទុះនៅក្របខ័ណ្ឌ Serie A แล้วក៏បានឈ្នះពានរង្វាន់ដ៏ចំនួន3ដងជាប់ៗគ្នាក្នុងឆ្នាំ1983ឆ្នាំ1984និងឆ្នាំ1985ដែលគាត់ត្រូវបានគេចាត់ទុកថាជាកីឡាករបារាំងដ៏ល្អបំផុតគ្រប់ពេលវេលា Michel Platini បានចូលនៅវត្តពីបាល់ទាត់ក្នុងឆ្នាំ1987ដោយគាត់បានបង្ហាញខ្លួននៅលើទីលានចំនួន655ប្រកួតនិងសិតបាន354គ្រាប់ចំណែកថ្នាក់លេខ2គឺបានទៅលើកីឡាករ Freshwater ប្រទេសអាល្លឺម៉ង់ក្នុងកំឡុងពេលទសវត្សរ៍ឆ្នាំ1930គឺជាកន្លែងនៃភាពវឹកវរនិងគ្រោះមហន្តរាយប៉ុន្តែមុនពេលសង្គ្រាមបានផ្ទុះឡើងនៅឆ្នាំ1939នោះបាល់ទាត់បានបន្តដោយធម្មតាដោយខ្សែបម្រើសយុទ្ធដ៏ល្បីល្បាញគឺកីឡាករ Freshwater បានលេងបានយ៉ាងល្អនៅក្នុងប្រទេសអាល្លឺម៉ង់គាត់បានចំណាយពេលពេញមួយអាជីពក្លឹបរបស់គាត់លេងនៅក្លឹប Castel Susterne
ទោះបីជាមានក្រុមអាជីពអន្តរជាតិជាច្រើនបានផ្ដល់ជូនគាត់នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីធ្វើការផ្លាស់ប្ដូរគាត់ទៅលេងជាមួយនឹងក្រុមរបស់ពួកគេក៏ដោយគាត់តែងតែបដិសេធការផ្លាស់ប្ដូរថ្មីជានិច្ចដើម្បីទៅលេងឲ្យស្រុកកំណើតរបស់គាត់តែប៉ុណ្ណោះពេញមួយអាជីពរបស់គាត់ស៊ើបបញ្ចូលទីបានរហូតដល់381គ្រាប់រួមទាំង33គ្រាប់សម្រាប់ប្រទេសអាល្លឺម៉ង់របស់គាត់ផងដែរដោយសារតែរឿងនេះហើយគាត់ត្រូវបានគេតែងតាំងជាប្រធានក្រុមកិត្តិយសនៃក្រុមជម្រើសជាតិអន្តរជាតិអាល្លឺម៉ង់បន្ទាប់ពីគាត់ចូលនិវត្តន៍នៅក្នុងឆ្នាំ1959ចំណាត់ថ្នាក់លេខ1គឺបានទៅលើស្គីឡាករឈីកូជាចុងក្រោយឈីកូគឺជាខ្សែបម្រើដែលរកក្រាបាល់បានដ៏អស្ចារ្យគ្រប់ពេលវេលាក្នុងនាមជាខ្សែបម្រើដ៏ល្អបំផុតម្នាក់គ្រប់ពេលវេលាកីឡាករប្រេស៊ីលដ៏ល្បីល្បាញរូបនេះបានលេងយ៉ាងរលូននៅលើទីលានខណៈពេលដែលគាត់ត្រូវបានគេមើលឃើញថាជាកីឡាករដ៏ល្អបំផុតម្នាក់ដែលមិនធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup បើទោះបីជាយ៉ាងណាក៏ដោយឥទ្ធិពលរបស់គាត់គឺលើសពីពានរង្វាន់ទៅទៀតដោយសិទ្ធិបញ្ចូលទីបាន517គ្រាប់ក្នុងកំឡុងពេលនោះបានធ្វើឲ្យគាត់ឈរលើកីឡាករដទៃគាត់បានចំណាយពេលវេលាភាគច្រើននៃអាជីពរបស់គាត់លេងឲ្យក្រុមយ៉ាប្រេស៊ី Flamingo ប៉ុន្តែ Chico ក៏បានចំណាយពេលវេលា2ឆ្នាំដ៏ជោគជ័យនៅលេខ Serie A ជាមួយនឹងក្រុម United ផងដែរខ្សែបម្រើសញ្ជាតិប្រេស៊ីលនេះត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដ៏ល្អបំផុតក្នុងលីកអ៊ីតាលីនៅបញ្ចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ1983និងឆ្នាំ1984ដោយបង្ហាញថាគាត់អាចភ្លឺចាញ់ក្រោមការចាប់អារម្មណ៍ក្នុងស្ថានភាពណាមួយក៏បានខាងលើនេះគឺជាចំណាត់ថ្នាក់ខ្សែបម្រើទាំង10រូបដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់សម្រាប់បងប្អូនដែលចូលចិត្តនឹងគាំទ្រវិស័យបាល់ទាត់សូមបងប្អូនកុំភ្លេចចុច like comment និង subscribe channel វិភាគកីឡាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ